ប៉ុន្តែមានរឿងចម្លែកមួយបានកើតឡើងលើខ្លួនគាត់នោះគឺឲ្យតែអ្នកណាជួបគាត់ហើយនិយាយរកដឹងតែសយជាក់ជាមិនខានបើមិនជួបបញ្ហានេះក៏ជួបបញ្ហានោះដែររហូតដល់ធ្វើឲ្យអ្នកភូមិគ្រប់គ្នាភ័យខ្លាចរអាមិនហ៊ាននិយាយរកគាត់សោះឡើយកាលពីយប់មិញយល់សពច្បាស់ខ្លាំងណាស់យីដូចជាដឹងឯងមិនសូវប្រសពកាត់លេខឆ្នោតហើយទើបបានជាឲ្យលេខ20គត់ច្បាស់បើបានលេខច្បាស់អញ្ចឹងហើយត្រូវតែចាក់ដឹងតែត្រូវហើយតើនៅម៉ោងស្មាននេះមិនសូវមានអ្នកទៅចាក់ច្រើនប្រហែលទេយើងទៅចាក់ឲ្យបានមុនគេខ្លាចគេចាក់លេខនឹងដែរយេអុកនេះអញ្ជើញទៅណានឹងដើរលឿនខ្លាំងម្ល៉េះគឺយើងប្រញាប់ទៅចាក់លេខឆ្នោតនឹងណាហើយចុះឯងទៅណាមកណាខ្ញុំទៅខាងកើតភូមិបន្តិចនឹងណាហើយចុះយាយចាក់លេខអីជួយប្រាប់ផងអីយើងខំយល់សពរឿងអីដែលយើងត្រូវប្រាប់ឯងងាយបែបនេះអញ្ចឹងបើយើងប្រាប់ឯងទៅក្រែងលោលេខនឹងវាមិនចេញវាអាចនាំសួយនាំចង្រៃដល់យើងណាយើងទុកលេខនឹងចាក់ខ្លួនឯងខ្ញុំនិយាយលេងទេព្រោះខ្ញុំនេះមិនលេងឆ្នោតឡើយហើយយាយក៏អញ្ចឹងដែរមិនគួរលេងល្បែងស៊ីសងនោះទេព្រោះវាមិនល្អយើងនេះណាលេងឆ្នោតនឹងយូរឆ្នាំណាស់មកហើយតែលេខនឹងវាស្ដាយខ្លាំងពេកកាលពីយប់មិញគេឲ្យច្បាស់កឡែតអញ្ចឹងហើយមិនចាក់មិននឹងកើតចាក់នឹងគឺជាលើកចុងក្រោយហើយណាបានលោកយាយសង្ឃឹមថាជាលើកចុងក្រោយរបស់លោកយាយទៅចុះហើយឈប់លេងបន្តទៀតណាដឹងហើយអញ្ចឹងយើងគិតទៅសិនហើយខ្លាចមេនេះណាគេឡើងលេខអស់សួស្ដីយេអុកថ្ងៃនេះត្រូវការទិញសាច់ជ្រូកប្រមាណគីឡូដែរទិញសាច់ជ្រូកស្អីទៅគឺយើងនេះមកចាក់លេខឆ្នោតយ៉ាងម៉េចឯងទទួលកត់លេខអត់ចានៅតែកត់ដូចដើមតើនេះយាយចង់ចាក់លេខអីឆាប់ប្រាប់មកលេខដែលយាយចង់ចាក់នោះគឺអញហើយភ្លេចបាត់ហើយនឹងរវល់តែនិយាយជាមួយអាហេងច្រើនខ្លាំងពេកឥឡូវនេះចាប់បាត់ហើយលេខប្រមាណចេះយាយអុកអើយហេតុអីក៏និយាយជាមួយនេះហេងអញ្ចឹងដឹងទេថាគ្រប់គ្នាក្រោយពេលដែលនិយាយជាមួយណាដឹងតែសយហើយការពិតទៅយាយនេះមិនចង់និយាយជាមួយវានោះទេតែយាយវាភ្លេចខ្លួនឃើញវាដើរមកស្រាប់តែវាស៊ូយាយក៏ឆ្លើយភ្លេចហើយនឹកឃើញថានិយាយជាមួយវាបានមួយម៉ាត់ពីរហើយក៏បន្តនិយាយឲ្យចប់សេចក្តីតែម្ដងទៅអូយបានហើយតើមិនក៏មិនទៅសង្ឃឹមថាមិនអីទៅចោះហើយចោះនេះយាយមានរនឹកឃើញនៅថាត្រូវចាក់លេខប្រមាណអូនឹកឃើញហើយលេខ02ចាក់លេខ02នឹងឲ្យយាយបាន20000មកនេះច្បាស់អត់នឹងយាយខ្ញុំខ្លាចតែសពេចសពិលមិនទេដឹងតែច្បាស់ហើយព្រោះក្នុងយល់សពនឹងយើងចាំបានមានលេខ0មានលេខ2មិនដឹងអាលេខណាមុខអាលេខណាក្រោយទេតែប្រកាសជា02នឹងហើយ